របៀបវាស់អាវដៃអាវសំពត់បត់និងរ៉ូបជាដំបូងយើងចាប់ផ្ដើម start ពីស្មាទៅស្មាគឺចំពាក់កណ្ដាលស្មាតែម្ដងហើយដាក់40ម៉ែត្រនៅលើទ្រូងរ៉ូពាក់កណ្ដាលទ្រូងហៅថាសម្រងជីបក្រោមទ្រូងមានន័យថាសម្រងអាវទំនាប់នេះហៅថាសម្រងក្រោមទ្រូងស្ទាបទៅហូរចង្កេះកន្លែងណាដែលមានរាងចង្កេះជាងគេគឺសម្រងចង្កេះបើអត់មានចង្កេះទេពាក់កណ្ដាលក្បាលពោះក៏កំណត់ជាចង្កេះបានកំណត់សម្រងអាវដោយចាប់ពីខ្សែចង្កេះខោគេមកប្រហែលជា5ទៅ7លេខតាមភ្ញៀវគាត់ស្រឡាញ់វាស់ជុំវិញទ្រូងត្រូវសន្មតថាលុបពីក្រោមក្លៀក40ម៉ែត្រពាត់ជុំវិញកណ្ដាលទ្រូងរហូតដល់មួយជុំមករោគ្នាតែម្ដងកម្រិតនៃការវាស់គឺស្មើ40ម៉ែត្រមិនតឹងមិនរឹបចង្កេះគឺកន្លែងដែលកន្លែងរៀងយើងហ្នឹងគឺវាស់ឲ្យចំកន្លែងចំណុចដែលយើងកំណត់ទុកសម្រងអាវមានន័យថាត្រគាកអាវវាស់ឲ្យជុំវិញត្រគាកអាវខាងក្រោយនេះគឺយើងចាប់ដើម start វាស់ស្មាមានន័យថាពីគល់ស្មាមកស្មាម្ខាងបន្ទាប់មកយើងរោសម្រងរៀងកលៈខ្នងដែលមានកលៈអែនជាងគេបំផុតភ្ញៀវខ្លះគាត់ស្លៀកខោផុតខ្នងយើងរត់ឃើញទេអញ្ចឹងយើងត្រូវតែរោកំណត់សញ្ញាវាឃើញវាស់សម្រងដៃដោយកំណត់ស្មើជាមួយនឹងស្មាតែម្ដងមិនថាដៃខ្លីដៃវែងភ្ញៀវឆ្លាញ់ប្រវែងណាយកប្រវែងហ្នឹងគាត់នេះក៏ឆ្លាញ់ហៀយើងវាស់ហៀគាត់ឆ្លាញ់ត្រឹមភ្នែកដៃក៏វាស់ភ្នែកដៃទៅវាស់ជុំវិញដើមដៃមានន័យថាជុំវិញសាច់ដុំវាស់ជុំវិញគួយដៃឬក៏មិនបាច់វាស់ជុំវិញចុងដៃមកល្មមស្មាមកសូកដៃរួចដល់វគ្គវាស់ចង្កេះសម្ពុតបត់កំណត់ឆ្វេងស្ដាំរួចជាស្រេចមិនថាសម្ពុតស្មាទេឬក៏សម្ពុតបត់សម្ពុតវៃថៃវាស់ដូចគ្នាប៉ុន្តែសម្ពុតបត់គឺយើងវាស់ត្រឹមភ្នែកគោអញ្ចឹងវាស់ជុំវិញចង្កេះដែលភ្ញៀវគាត់ពាក់ថ្មយើងវាស់ត្រឹមហ្នឹងវាស់ជុំវិញត្រគាកឲ្យស្មើកុំឲ្យលើកុំឲ្យក្រោមហើយនឹងវាស់សម្រងសម្ពុតទាំងមូលមកដល់រ៉ូបមិនថារ៉ូបខ្លីរ៉ូបវែងគឺយើងកំណត់តាមភ្ញៀវគាត់ស្រឡាញ់ហើយយើងដាក់40ម៉ែត្រពីដើមដំបូងក៏បានឬក៏យើងវាស់ម្ដងទៀតដោយកំណត់តាមខ្សែម៉ែត្រនីមួយៗត្រូវកលៈចង្កេះឬក៏កលៈខ្លួនដែលយើងកំណត់ទុកអញ្ចឹងយើងរោសម្រងរ៉ូបទាំងមូលរ៉ូបខ្លីយើងវាស់រ៉ូបខ្លីរ៉ូបវែងយើងវាស់រ៉ូបវែងរ៉ូបវែងយើងវាស់រ៉ូបវែងដោយឲ្យភ្ញៀវគាត់ឆ្អើតបើសិនជាគាត់ស្រឡាញ់ខ្ពស់ឬក៏ពាក់ស្បែកជើងក្នុងការវាស់ដូចជាស្រេចមិនថារ៉ូបស្វាទេឬក៏រ៉ូបកតុយត្រីឬក៏រ៉ូបវ៉ាល់គឺយើងត្រូវកំណត់តាមអ្វីដែលយើងវាស់គឺចេញពីស្មានទ្រូងចង្កេះតាគៀកហើយនឹងរោសម្រងរ៉ូបទាំងមូលហើយការវាស់គឺត្រូវតែប្រើ40ម៉ែត្រឲ្យនៅចំទៅលើពាក់កណ្ដាលស្មាឆ្លងកាត់ទៅលើដើមទ្រូងក្រោមទ្រូងតាមកលៈចង្កេះរហូតដល់សម្រងដែលយើងចង់បាន